លំដាប់តទៅនេះសូមជូនព័ត៌មានពេញបិបកុមារីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូគេចពីមេកូបុកមេឆ្កែហេតុការណ៍នេះផងដែរបានកើតឡើងនៅថ្ងៃព្រឹកស្អែកម្សិលមិញនៅតាមបណ្ដោយកំណត់ផ្លូវពោះវៀនជ្រូកនៅទល់មុខនឹងហាងក្រៅខេឋានសួគ៌កាផ្លោកកុមារីរងគ្រោះមានឈ្មោះថាយ៉ូរ៉ូឡូហសឡអភេទប្រុសអាយុ82ឆ្នាំមានមុខរបរជាអ្នកអត់លិតអាជីពយោងទៅតាមសាក្សីដែលមិនបានឃើញការកើតហេតុបាននិយាយថាគាត់ពិតជាមិនបាននៅកន្លែងកើតហេតុមែនសាក្សីម្នាក់ទៀតបាននិយាយថាពេលព្រឹកប្រហែលម៉ោង12យប់គេបានប្រទះឃើញក្មេងស្រីដែលមានអាយុ80ឆ្នាំនេះបានជិះម៉ូតូយ៉ាងលឿនធ្វើដំណើរពីមុខទៅក្រោយតាមបណ្ដោយទៅតឹងលុះដល់កន្លែងកើតហេតុនាងក៏ប្រទះជាមួយនឹងមេកូហើយក៏បានដាក់លេខអាយ៉ែថយក្រោយវងចង្កូតជន់ប្រាំងកិច្ចទៅបុកជាមួយនឹងមេឆ្កែប៉ូលីសបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយនាំឆ្កែយកទៅសួរចម្លើយ